រាល់វីដេអូរបស់យើងដែលជាវីដេអូវែងមិនថាតែយើងរកចំណូលបានច្រើនប៉ុណ្ណាទេ YouTube ផ្ដល់ឲ្យយើងត្រឹមតែ 55% នោះទេអាហ្នឹងសម្រាប់វីដេអូវែងដែលយើងហៅថា watch page monetization ហ្នឹង short feed នេះគឺផ្ដល់ឲ្យយើងត្រឹមតែ 45% ទេចំពោះអ្នកទាំងអស់គ្នាដែលមាន channel កំពុងរលុយជាមួយនឹង YouTube Partner Program គឺយើងត្រូវតែ accept ទៅលើការ update term ថ្មីដែល YouTube បានដាក់ឲ្យយើង accept ចាប់ពីពេលហ្នឹងទៅចូលនៅក្នុងទូរស័ព្ទដៃរបស់អ្នកនរគ្នាទៅក្នុង YouTube Studio ណាការ update term ថ្មីនេះគឺតម្រូវឲ្យយើង review ហើយយើង accept បើអត់ accept ទេវានឹងមានផលប៉ះពាល់ទៅដល់ការរកចំណូលនៅលើ channel របស់យើងអញ្ចឹងយើងគ្រាន់តែចុចកន្លែងនេះ review and accept ចុចលើវាហើយយើងនឹងមកមើលឃើញការ update មួយចំនួននេះកន្លែងនេះគឺគេ update 3ដំណាក់កាលនេះគឺមាន watch page monetization short monetization ហើយនឹង fan funding monetization អញ្ចឹងយើងចុច continue មកអ្វីដែលខ្ញុំចាប់អារម្មណ៍គឺមាន2ចំណុចចំពោះគេហៅថា watch page គឺវីដេអូវែងហើយនឹង short feed គឺវីដេអូខ្លីគឺខ្ញុំចាប់អារម្មណ៍តែពីរហ្នឹងទេសម្រាប់កន្លែងផ្សេងៗទៀតខ្ញុំអានអត់អស់ទេព្រោះព័ត៌មានវាច្រើននៅក្នុង term ហ្នឹងណាអញ្ចឹងបងប្អូនមានពេលអាចអានបន្ថែមដើម្បីឲ្យស្វែងយល់ចំណុចហ្នឹងទៅអញ្ចឹងអ្វីដែលខ្ញុំចាប់អារម្មណ៍គឺកន្លែងនេះគឺសម្រាប់នេះចំណុចទី2 advertising revenue គឺកន្លែងហ្នឹងគឺខាង YouTube គឺ pay ឲ្យយើងត្រឹមតែ 55% ទេអញ្ចឹងពីមុនមកក៏តែប៉ុណ្្នឹងដែរគ្រាន់តែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺកន្លែងហ្នឹងគឺកន្លែងរាល់វីដេអូរបស់យើងដែលជាវីដេអូវែងមិនថាតែយើងរកចំណូលបានច្រើនប៉ុណ្ណាទេយើងត្រូវតែចែកឲ្យ YouTube 45% YouTube ផ្ដល់ឲ្យយើងត្រឹមតែ 55% នោះទេដោយសារតែយើងប្រើ platform YouTube ដើម្បីរកចំណូលហ្នឹងអញ្ចឹងយើងត្រូវចែកភាគរយជាមួយ YouTube បានត្រឹមតែ 55% ចូលមកយើងទេអាហ្នឹងសម្រាប់វីដេអូវែងដែលយើងហៅថា watch page monetization ហ្នឹងអញ្ចឹងអ្វីដែលខ្ញុំចាប់អារម្មណ៍គឺចំណុចហ្នឹងគឺនៅពេលដែលយើង accept នឹងមួយហើយយើងនឹងចូលទៅ accept មួយទៀតនៅចំណុចមួយទៀតមិនទាន់ចប់ទេណាមាន2កលៈអញ្ចឹងយើងចុចកន្លែង tick I accept ហ្នឹងមកចាប់ពីថ្ងៃទីនេះeffective នេះគេថា effective គឺចាប់ពីថ្ងៃទី1ខែ2ឆ្នាំ2027ទៅគឺវាចាប់ផ្ដើមអនុវត្តចំណុចហ្នឹងហើយយើងចុច accept continue មកចូលមកដល់ចំណុចមួយទៀតគឺ short feed monetization model អញ្ចឹង short feed នេះគឺខ្ញុំចាប់អារម្មណ៍ដែរគឺចំពោះកន្លែង short ad revenue ហ្នឹងគឺផ្ដល់ឲ្យយើងត្រឹមតែ 45% ទេអញ្ចឹងចំណូលដែលយើងរកបានពីវីដេអូ short គឺអត់បានចំណូលខ្ពស់ដូចជាវីដេអូវែងទេវីដេអូវែងបាន 55% ប៉ុន្តែវីដេអូខ្លីបានត្រឹមតែ 45% ទេយើងមើលឃើញនៅក្នុង term លេខ2ណាហ្នឹងហើយអសច្រើនណាស់អញ្ចឹងខ្ញុំអត់មានអារម្មណ៍អានច្រើនទេហើយក៏មិនអាចយល់អត្ថន័យវាអស់ដែរទេព្រោះច្រើនពេកអញ្ចឹងអត់មានជំរើសអីក្រៅពី accept ទេគឺចុច accept ហើយយើង accept continue ទៅគឺយើងចូលដល់ដំណាក់កាលមួយទៀត commerce product model ក្នុងនេះ channel បងប្អូនខ្លះអត់មានទេ channel ខ្លះមានដោយសារតែក្នុង channel របស់ខ្ញុំមាន promote product ដែរអញ្ចឹងផលិតផលដែលយើង promote នៅលើ YouTube តាមរយៈវីដេអូរបស់យើងហ្នឹងណាអញ្ចឹងវានឹងមានកន្លែង commerce product model ហ្នឹងហើយអញ្ចឹងយើងត្រូវ accept term នឹងដែរតែខ្ញុំអត់មើលអីច្រើនដាក់ promote មែនប៉ុន្តែដូចអត់មានអ្នកទិញអីទេអញ្ចឹងយើងចុច accept មកហើយយើង finish បញ្ចប់មកអញ្ចឹងតែប៉ុណ្្នឹងគឺរួចរាល់ចេញមកស្អាតប៉ុណ្្នឹងហើយអូខេអញ្ចឹងអានេះគឺជាការ update ថ្មីហើយយើងត្រូវតែ accept រាល់ channel របស់យើងដែលមាន monetize ត្រូវចូល accept ទាំងអស់ហើយបញ្ជាក់ទោះតែ Gmail full control បានយើង accept បានហើយបើអត់ full ទេត្រឹមតែ manager គឺ accept អត់កើតទេអញ្ចឹងកន្លែងហ្នឹងគឺយើងចាប់អារម្មណ៍ដែរណាហ្នឹងហើយអរគុណ